តើឯងទៅណាមិនក៏អញមិនមកធ្វើជាបរិវារយើងបែបនេះស្វាគួរតែនិយាយថានាងទៅផ្សំគូនាងក៏ដោយឯងក៏ដោយយ៉ាងណាក៏តូចទៀបជាងយើងដែរឥឡូវនិយាយមកតើឯងទៅធ្វើជាបរិវារយើងបានទេអត់ទេព្រោះខ្ញុំត្រូវមានគ្រួសារបង្កើតកូនបន្តវងតកូលពុជពងនៃមនុស្សណាតើជាមនុស្សដូចគ្នាមែនទេកុំទៅអីមនុស្សមុខជាគ្មានអំណាចដូចយើងទេនាងយកយើងជាប្តីទៅនាឋានសុគីចន្ទទី7មានទេពធីតាមួយព្រះអង្គជាអ្នកសូនរូបដ៏អស្ចារ្យទ្រង់តែងតែសូនរូបចម្លាក់ស្អាតថ្វាយទេវតាគ្រប់ព្រះអង្គពុំប្រកែកឡើយហើយមានពេលមួយនោះរួចរាល់ហើយថននេះស្អាតល្មមហើយខ្ញុំអាចារ្យរំពឹងថាលោកទេវបុត្រនឹងសពប្រតិផងទៅចោះមានបន្ទូលមិនតាន់រួចរាល់ផងទេវបុត្រថ្នាក់លើអង្គនោះក៏បានយាងមកដល់តែម្ដងតើទេពធីតាសូនរូបធោរួចរាល់ហើយមែនទេព្រះពររួចរាល់ហើយសូមទ្រង់ទទួលយកចាស់សូមអរព្រះគុណហើយទេពធីតាយើងមានរឿងមួយទៀតចង់ឲ្យទ្រង់បំពេញណាតើជាអ្វីទៅព្រះពរសូមមានបន្ទូលមកចាស់គឺនាភាគខាងជើងនៃផែនដីពុំមានជីវិតសត្វទៅដល់ទេហេតុនេះទ្រង់ត្រូវជប់ឲ្យមានជីវិតរស់នៅទីនោះគឺអញ្ចឹងសោះខ្ញុំអាចារ្យយល់ហើយលោកទេវបុត្រល្អហើយចូលទ្រង់ប្រយ័ត្នផងណាកុំសូនផ្លាត់ស្នៀតចេញភេវៈនាំគ្រោះឲ្យសោះព្រះពរខ្ញុំអាចារ្យនឹងប្រយ័ត្នបំផុតល្អហើយឥឡូវនេះសូមទ្រង់យាងទៅចុះសូមមានសំណាងល្អណាព្រះពរមិនបងអង្គយូរទេទេពធីតាក៏បានហោះមកដល់ឋានកណ្ដាលនៃដែនដីភាគខាងជើងដោយសេចក្តីប្រាថ្នាភ្លាមមួយរំពេចតែម្ដងទីនេះពិតជាដែនដីដ៏ល្អមែនគ្មានជីវិតរស់នៅពិតជាគួរឲ្យស្ដាយមែនហើយមិនបងអង្គយូរទេទេពធីតាក៏បានរើសដុំថ្មមកបង្កើតឲ្យមានជីវិតជាច្រើនដូចជាស្វាដំរីចចកកញ្ជ្រោងខ្លាផងដែរសូមឲ្យដែនដីនេះខ្លាចជាទីដ៏មានជីវិតដ៏រីករាយផងទៅចាស់វងសត្វទាំងឡាយបានងក់ក្បាលអរគុណទេពធីតារួចក៏បានដើរចូលទៅក្នុងព្រៃទាំងអស់លើកលែងតែស្វាមួយក្បាលនោះប៉ុណ្ណោះស្វាមិនក៏ឯងមិនទៅទូលបង្គំមិនទៅណានោះទេព្រោះទូលបង្គំចង់ជួយទ្រង់ណាក្រាបទូលតើស្វាចង់ជួយយើងបែបណាទៅវិញនោះទ្រង់ជប់ឲ្យមានជីវិតមានបរិវាររស់នៅទីនេះច្រើនណាស់បើបែបនោះទ្រង់មុខជាហត់ទូលបង្គំគិតថាមានតែទូលបង្គំទេដែលអាចជួយទ្រង់ឲ្យស្រាលបានខ្លះស្វាកពលត្រូវដែរទីនេះមានដែនដីធំណាស់ហេតុនេះក៏ខ្វះជីវិតច្រើនដូចគ្នាអញ្ចឹងសូមទ្រង់បង្រៀនទូលបង្គំមកទូលបង្គំនឹងជួយបង្កើតជីវិតនាតំបន់ផ្សេងជំនួសទ្រង់ទៅចុះបានចឹងនឹងធ្វើការនេះសិនរួចពីនោះចឹងនឹងបង្រៀនអ្នកសូមអ្នកធ្វើវាបន្តជំនួសយើងផងទៅចុះណាក្រាបទូលសូមទុកប្រតិចុះទូលបង្គំមិនធ្វើឲ្យទ្រង់ខកប្រតិទេមិនយូរទេពធីតាក៏បានជប់ឲ្យមានជីវិតសមល្មមហើយទ្រង់ក៏បានបន្តឲ្យស្វាសាឡបងធ្វើជាអ្នកជំនួសវិញចឹងលាទៅឋានសួគ៌វិញហើយសូមស្វាបន្តភារកិច្ចនេះចុះណាក្រាបទូលសូមទ្រង់ទុកប្រតិចុះស្វារំភើបរីករាយណាស់ហេតុនេះគ្រាន់តែទេពធីតាហោះយាងចាក់ចេញទៅស្វាក៏បាននិយាយថាបានដៃហើយពេលនេះយើងនឹងជប់ឲ្យមានស្វាជាច្រើនហើយយើងក៏ក្លាយជាស្ដេចស្វាតែម្ដងសត្វផ្សេងទៀតយើងមិនជប់ឡើងមកទេពលបែបនេះហើយស្វាក៏បានជប់ឲ្យមានស្វាជាច្រើននិងមានស្វាមួយក្បាលជាចំណិតគ្រាន់នឹងរាយការណ៍ផងដែរសូមថ្វាយបង្គំលោកម្ចាស់ល្អណាស់ចូលឯងត្រួតត្រាសត្វស្វាទាំងអស់ហើយកុំឲ្យមាននរណាមកប្រឆាំងជាមួយយើងឲ្យសោះមិនអញ្ចឹងទេយើងនឹងបំផ្លាញឲ្យคล้ายជាដុំថ្មវិញបាទខ្ញុំយល់ហើយខ្ញុំក៏មិនចង់คล้ายជាថ្មវិញដែរសូមផ្សព្វផ្សាយផងថាសត្វណាក៏ត្រូវតែគោរពយើងដែរព្រោះយើងគឺជាដៃស្ដាំរបស់ទេពធីតាឋានសួគ៌បើអ្នកណាប្រឆាំងសម្លាប់ចោលទៅសូមទទួលបញ្ជាលោកម្ចាស់ពីពេលនោះមកស្វាមានអំណាចណាស់ព្រោះវាជាដៃស្ដាំនៃទេពធីតាគ្មានសត្វណាហ៊ានប្រឆាំងឡើយហើយវាក៏មិនចង់ជប់ជីវិតសត្វអ្វីទៀតដែរយើងពិតជារីករាយណាស់ជីវិតនេះគ្មានអ្នកណាដែលមានអំណាចធំជាងយើងទៀតទេកំពុងតែមានក្តីសុខផងដែរបរិវារស្វាមួយក្បាលក៏បាននាំខ្លាជាប់ចំណងមកនិងបាននិយាយថាលោកម្ចាស់ខ្លានេះជាខ្លាក្បត់ណាស់លោកម្ចាស់តើវាក្បត់បែបណាទៅវាបានដឹកនាំដំរីនិងចចកនេះដើម្បីបះបោតែបានដំរីនិងចចកជួយរាយការណ៍
ទើបខ្ញុំចាប់វាយកមកឲ្យលោកម្ចាស់តែម្ដងទៅលោកម្ចាស់សូមកុំសម្លាប់ខ្ញុំអីខ្ញុំដឹងខុសហើយឯងគិតថាមានចង្កុំនិងមានកម្លាំងចង់ប្រមាថយើងមែនទេឯងទទួលយកទៅក្នុងពេលនោះស្វាក៏បានប្រើយុទ្ធសិលបង្កើតភ្លើងដុតខ្លាឆេះស្លាប់យ៉ាងវេទនាក្តៅណាស់អូយជួយផងតើឃើញដែរទេអ្នកណាដែលក្បត់គឺត្រូវតែមានលទ្ធផលបែបនេះហើយព្រះអើយគួរឲ្យខ្លាចណាស់ខ្ញុំមិនហ៊ានក្បត់លោកម្ចាស់ទេខ្ញុំសន្យាថាស្មោះតែលោកម្ចាស់ម្នាក់កូតខ្ញុំក៏ដូចគ្នាដែរមើលសភាពខ្លាចចោះវេទនាណាស់ខ្ញុំខ្លាចណាស់ពួកឯងទៅសម្រាកចុះបើអ្នកណាចង់ក្បត់មកប្រាប់យើងនឹងឲ្យរង្វាន់ពួកឯងផងដែរចាលោកម្ចាស់តោះអ្នកបងចចកចាសូមលាហើយណាលោកម្ចាស់ស្វាកាន់តែមានអំណាចសត្វណាក៏មិនហ៊ានប្រឆាំងនឹងវាដែរគ្រប់សត្វទាំងអស់សុទ្ធតែគោរពនឹងបម្រើមិនហ៊ានល្មើសបន្តិចផងទេយើងចង់ទៅព្រៃខាងនោះឯងជួយមើលការខុសត្រូវផងណាបាទលោកម្ចាស់សូមលោកម្ចាស់អញ្ជើញទៅចុះអញ្ជើញតាមសម្រួលណាលោកម្ចាស់ស្ដេចស្វាបានឡើងលើកំពូលភ្នំហើយក៏បានគយគន់រំបីទៅឆ្ងាយផងដែរថ្ងៃនោះស្វាក៏បានប្រទះឃើញរឿងមួយពីចម្ងាយតើនោះជាស្អីទៅតើទេពធីតាបង្កើតស្អីគេរូបរាងពិតជាសមសួនណាស់ហើយក៏គួរឲ្យស្រឡាញ់ទៀតផងខាញ់បែបនេះហើយស្ដេចស្វានៅមិនសុខទេវាក៏នៅមិនស្ងៀមលត់ចុះលត់ឡើងលុះមួយសន្ទុះក្រោយមកវាក៏បានដើរចូលទៅតើនេះជាអ្វីហេតុអីក៏ស្អាតម្ល៉េះចានាងខ្ញុំជាមនុស្សតើស្វាមិនស្គាល់ទេមែនទេយើងមិនស្គាល់ទេនេះទេពធីតាសូនរូបឯងចេញមកមែនទេគឺមែនហើយទ្រង់ឲ្យយើងមានជីវិតឡើងមកចោះឯងវិញនោះយើងក៏ដូចគ្នាដែរតែយើងជាចំណិតរបស់ទ្រង់យើងក៏អាចជប់ឲ្យមានជីវិតហើយក៏អាចធ្វើឲ្យមានបរិវាររាប់ពាន់ផងដែរបើអញ្ចឹងឯងមកជាមានទូនាទីធំណាស់ហើយមែនហើយយើងអស្ចារ្យជាងគេនៅក្នុងដែនភាគខាងជើងនេះយើងត្រួតត្រាទូទាំងដែននេះណាបើអញ្ចឹងសូមសម្ដែងការគោរពផងចោះនិងសូមគោរពលាណាស្ដេចស្វាតើឯងទៅណាមិនក៏ឯងមិនមកធ្វើជាបរិវារយើងបែបនេះស្វាគួរតែនិយាយថានាងទៅផ្សំគួរនាងក៏ដោយឯងក៏ដោយយ៉ាងណាក៏តូចទាបជាងយើងដែរឥឡូវនិយាយមកតើឯងទៅធ្វើជាបរិវារយើងបានទេអត់ទេព្រោះខ្ញុំត្រូវមានគ្រួសារបង្កើតកូនបន្តវង្សតកូលពុជពងនៃមនុស្សណាតើជាមនុស្សដូចគ្នាមែនទេកុំទៅអីមនុស្សមុខជាគ្មានអំណាចដូចយើងទេនាងយកយើងជាប្តីទៅកុំនិយាយលេងអីខ្ញុំលីហើយសុខប្រាថ្នាមិនបន្តនិយាយជាមួយស្វាទេព្រោះនាងគិតថាស្វាមិនយល់ដូចនេះនាងក៏បានចាក់ចេញទាំងបន្សល់ឲ្យស្វាកើតមានក្តីកំហឹងឡើងមកព្រោះហឺនណាស់មិនដែលមានអ្នកណាតវ៉ាប្រឆាំងជាមួយនឹងយើងទេចុះនាងហេតុអីក៏មកប្រឆាំងជាមួយយើងបានមិនបានទេបើឲ្យសត្វទាំងឡាយដឹងថាយើងរងភាពអាម៉ាស់ពីនាងនោះពួកគេមុខចលេងគោរពអំណាចយើងហើយនិយាយបែបនេះហើយស្វាក៏បានវិលទៅវិញស្របពេលដែលបរិវារស្វាកំពុងតែដាក់ទោសចោៗនៅកំហុសមួយតើមានរឿងអីមិនក៏ចចកជាប់ចំណងបែបនេះព្រោះវាបានលួចលាក់អាហារស៊ីមិនព្រមយកមកជូនលោកម្ចាស់ទេហេតុនេះខ្ញុំក៏ចង់វាដុតទាំងរស់តែម្ដងនាងខ្ញុំដឹងខុសហើយខ្ញុំមិនគួរណាមិនយកអាហារមកជូនលោកម្ចាស់សោះសូមលើកលែងទោសឲ្យខ្ញុំម្ចាស់ផងលោកបរិវារដ៏អង្អាចចចកគ្រាន់តែកេងលក់បន្តិចហើយក៏ឃ្លាននឹងឆៃអាហារខ្លះមិនបានលួចលាក់ទុកតែឯងទេសូមមេត្តាផងទៅមិនបានទេឯងត្រូវតែទទួលពិន័យរហូតដល់ស្លាប់នៅក្នុងពេលនេះអើយមេត្តាផងទៅយើងស្អប់អាសត្វណាខ្ជិលមិនគោរពនិងល្បិចដាក់យើងណាស់ងាប់ទៅគ្មានក្តីមេត្តាទេស្ដេចស្វានោះក៏បានប្រើវេទមន្តដុតចចកឆេះស្លាប់យ៉ាងវេទនាសម្លាប់មួយគម្រាម100នេះហើយលទ្ធផលចាំទុកផងទៅលោកម្ចាស់ហត់ហើយសូមសម្រាកសិនទៅលោកម្ចាស់អាស្វាយើងមានរឿងមួយឲ្យធ្វើយើងពិតជាក្តៅក្រហាយណាស់សូមលោកនិយាយមកចោះទុកឲ្យកូនចៅទៅបំពេញតួនាទីរួមទាំងដំរីផងដែរចខ្ញុំត្រៀមបម្រើហើយទៅតាមដានជើងមនុស្សស្រីម្នាក់លុះឃើញវាហើយ
ចាប់វាមកឲ្យយើងពិតជាចង់បាននាងមកធ្វើជាប្រពន្ធយើងណាសូមទទួលបញ្ជាលោកម្ចាស់ មិនបង្អង់យូរទេបរិវារស្វានោះនិងដំរីក៏បានទៅតាមដានជើងសុប្រាថ្នារហូតដល់ផ្ទះនាងតែម្ដង គឺនាងមែនទេនាងស្អាតណាស់ មុខជានាងនោះហើយលោកម្ចាស់ ពិតមែនហើយនាងពិតជាស្អាតណាស់មើលចុះពិតជាស្អាតប្លែកមិនធ្លាប់ឃើញមែន ក្នុងពេលនោះដែរបរិវារស្វាក៏ចាប់ផ្ដើមមានចិត្តលងស្រឡាញ់សុប្រាថ្នាដូចគ្នាប៉ុន្តែបរិវារស្វាមិនឲ្យដំរីដឹងរឿងដែលវាបានគិតឡើយ ពួកយើងចូលទៅចាប់នាងតែម្ដងទៅលោកម្ចាស់ ពិតមែនហើយតែតម្រៃឯងទៅវិញមុនចុះណាទុកឲ្យខ្ញុំជាអ្នកចាប់នាង លោកម្ចាស់គិតច្បាស់ហើយមែនទេ នាងគ្រាន់តែជាមនុស្សធម្មតាគ្មានអីពិបាកទេឯងទៅវិញចុះហើយប្រាប់លោកម្ចាស់ថាខ្ញុំរកនាងឃើញហើយមិនយូរទេខ្ញុំនឹងយកនាងយកទៅប្រគល់ជូនលោកម្ចាស់ជាមិនខាន បានអញ្ចឹងខ្ញុំទៅវិញហើយ ទៅចុះ បរិវារស្វាមិនចង់ចាប់សុប្រាថ្នាទៅជូនស្ដេចស្វាទេព្រោះវាស្រឡាញ់សុប្រាថ្នាទៅហើយស្វានេះគិតមួយសន្ទុះវាក៏បានដើរចូលទៅនិងបាននិយាយថា សួស្តីខ្ញុំគឺជាកូនចៅរបស់ស្ដេចស្វាខ្ញុំមកនេះគឺដើម្បីមកទទួលនាងទៅធ្វើជាប្រពន្ធរបស់គាត់ គឺជាស្វានៅក្នុងព្រៃដ៏ធំនោះមែនទេសុំទោសផងខ្ញុំមិនអាចទៅជាមួយលោកទេ នាងមិនស្រឡាញ់លោកម្ចាស់ខ្ញុំទេមែនទេ ខ្ញុំមិនអាចយកស្វាធ្វើជាប្តីឡើយសូមទៅប្រាប់ម្ចាស់របស់ឯងវិញចុះ បើមិនយកលោកម្ចាស់ខ្ញុំអញ្ចឹងនាងអាចយកខ្ញុំជាប្តីជំនួសគាត់បានទេ អត់ទេខ្ញុំមិនអាចយកស្វាឡើយលើកលែងតែជាមនុស្សប៉ុណ្ណោះ តើមនុស្សបែបណាទៅ គឺមានលក្ខណៈដូចជាខ្ញុំនេះឯងមនុស្សគឺជាគូនឹងមនុស្សខណៈស្វាគឺជាគូនឹងស្វាពេលនេះឯងទៅវិញចុះ កុំដេញអីបើខ្ញុំមិនអាចចាប់នាងយកទៅឲ្យលោកម្ចាស់ទេខ្ញុំសុំនៅទីនេះមួយរយៈសិនផងបានទេខ្ញុំចង់រៀនពីរបៀបធ្វើជាមនុស្ស ឯងចង់នៅទីនេះក៏នៅចុះតែទីនេះគ្មានអាហារគ្រប់គ្រាន់ឡើយណា មិនអីទេចាំខ្ញុំទៅបេះផ្លែឈើនៅចិត្តនេះបរិភោគក៏បានដែរឲ្យតែខ្ញុំបាននៅក្បែរនាងនិងបានរៀនពីរបៀបធ្វើជាមនុស្ស បើអញ្ចឹងនៅទីនេះចុះតាមស្រួលណាស់ចាប់ពីពេលនោះមកបរិវារស្វាមិនទៅព្រៃវិញទេព្រោះវាមានចេតនាចង់នៅក្បែរសុប្រាថ្នាតាចុះស្ដេចស្វាវិញនោះនៅក្នុងព្រៃជ្រៅ មិនក៏អាបរិវារនោះមិនត្រឡប់មកវិញវាទៅធ្វើអីក៏យូរម្ល៉េះ ខ្ញុំក៏មិនដឹងដែរលោកម្ចាស់តែគាត់បាននិយាយថាគឺគាត់នឹងនាំនាងមកតាមក្រោយ មើលទៅវាដូចជាក្បត់យើងហើយឆាប់នាំយើងទៅជួបវាភ្លាម ចាលោកម្ចាស់ ស្ដេចស្វាកើតមានកំហឹងខ្លាំងណាស់ដូច្នេះវាក៏បានធ្វើដំណើរយ៉ាងលឿនទៅផ្ទះរបស់សុប្រាថ្នាលុះទៅកាន់តែគៀកវាក៏បានឃើញថាបរិវារស្វាកំពុងតែមានក្តីរីករាយជាមួយនឹងសុប្រាថ្នាជាខ្លាំង លោកបរិវារពិតជាក្បត់លោកម្ចាស់មែនហើយ គួរឲ្យក្តៅណាស់អាស្វាក្បត់អាស្វាកំហូចយើងនឹងប្រើវេទមន្តឲ្យវាคล้ายទៅជាថ្មនៅក្នុងពេលនេះចុះ មិនចាំយូរទេស្វាក៏បានធ្វើឲ្យបរិវារនោះคล้ายទៅជាថ្មនិងផ្ទុះបែកខ្ទេចខ្ទីក្នុងគ្រានោះបាត់ទៅតើមានរឿងអីមិនក៏ស្វាប្រែជាថ្មនិងបែកខ្ទេចអស់យ៉ាងនេះ គឺយើងជាអ្នកធ្វើ មិនសមទេណាស្វាឯងមានសិទ្ធិបង្កើតតែគ្មានសិទ្ធិបំផ្លាញទេណា វាជាកូនចៅយើងតែវាបានក្បត់យើងដូច្នេះយើងត្រូវតែបំផ្លាញវាចោលវិញអញ្ចឹងហើយ តែនេះខុសការបញ្ជារបស់ទេពធីតាហើយទេពធីតាឲ្យស្វាជប់ជីវិតឡើងមកនេះដែនដីនេះមិនមែនដើម្បីបំផ្លាញទៅវិញទេ តែយើងមានសិទ្ធិព្រោះយើងមានធម៌ពលជាងអ្នកណាទាំងអស់យើងចង់ធ្វើអីក៏បានដែរចង់បង្កើតហើយក៏បំផ្លាញទៅវិញតើវាមានអីខុសទៅ គឺខុសពីបញ្ជារបស់ទេពធីតាគឺខុសពីបញ្ជារបស់ទេពធីតា តែយើងគឺជាដៃស្ដាំរបស់ទ្រង់ក៏នឹងយល់ដូចយើងដែរបង្កើតអ្វីដែលល្អក៏រក្សាទុកតែបើមិនល្អក៏បំផ្លាញចោលបានណាហើយឈប់និយាយទៅដំរីឆាប់ចាប់នាងទៅ ចង់ធ្វើអីហ្នឹង កុំនិយាយច្រើនមកតាមខ្ញុំមក អត់ទេកុំនាំខ្ញុំទៅអីលេងខ្ញុំទៅមិនថាសុប្រាថ្នារើបំរាស់ឬក៏ប្រកែកយ៉ាងណានោះទេប៉ុន្តែស្វាមិនព្រមឡើយហេតុនេះស្វានិងដំរីក៏បាននាំនាងទៅដល់ទីអាស្រ័យរបស់ខ្លួននៅក្នុងព្រៃជ្រៅ ដំរីចងនាងឲ្យជាប់ ចាលោកម្ចាស់ យើងសួរនាងតើនាងព្រមធ្វើជាប្រពន្ធយើងទេ អត់ទេខ្ញុំមិនអាចធ្វើជាប្រពន្ធរបស់លោកឡើយ តើនាងសុកចិត្តស្លាប់ក៏មិនព្រមយកយើងធ្វើជាប្តីដែរមែនទេ គឺមែនហើយ ទីនេះគឺយើងជាអ្នកធំជាងគេគ្មានអ្នកណាអាចប្រឆាំងជាមួយយើងបានទេ
នាងមិនអាចប្រកែកបានឡើយ បើចង់ខ្ញុំគិតថាលោកម្ចាស់ពួកយើងចង់នាងទុកសិនទៅហើយខ្ញុំនឹងធ្វើទិរណកម្មនាងបើមានការឈឺចុកចាប់ការណានោះនាងមុខជយល់ព្រមរៀបការជាមួយនឹងលោកម្ចាស់ហើយ គំនិតឯងល្អណាស់ដំរីឯងយកនាងទៅចងហើយដាក់ទរណកម្មនាងឲ្យវេទនាទៅបើសិនជានាងព្រមចាំដោះលែងនាង ទទួលបញ្ជាលោកម្ចាស់ ស្វាតែងតែបង្ខំនិងសួរចម្លើយគ្រប់ពេលតែនាងនៅតែមិនព្រមយកស្វាធ្វើជាប្តីឡើយលុះសុបិនដែលជាមនុស្សនិងជាគូរបស់សុប្រាថ្នាវិញនោះនៅផ្ទះរបស់សុប្រាថ្នា តើអូនសុកប្រាថ្នាទៅណាហើយដូចជាចម្លែកណាស់ទីនេះមានដានជើងសត្វព្រៃទៀនឬមួយក៏អូនមានរឿងអីទេដឹង សុបិននិយាយបែបនេះហើយគាត់ក៏បានធ្វើដំណើរតាមដានជើងរហូតទៅដល់ទីអាស្រ័យនៃស្ដេចស្វា ស្វានេះមុខជាកាចសាហាវណាស់ហើយមើលចុះគ្រប់សัตว์មិនហ៊ានជាមួយវានោះទេមិនដឹងថាអូនសុប្រាថ្នាទៅជាយ៉ាងណាទៅហើយទេ សុបិនបានតាមដាននៅចិត្តនោះដោយមិនឲ្យស្ដេចស្វាដឹងទេហើយទីបំផុតគាត់ក៏បានឃើញសុប្រាថ្នាសន្លប់នៅក្រោយផ្ទាំងថ្មធំមួយ អូនប្រាថ្នាក្រោកឡើងអូន បងគឺបងមែនអូនពិតជាខ្លាចសត្វស្វានោះណាវាកាចសាហាវណាស់ណាបង សុំទោសដែលបងຕົកអូនចោលឥឡូវនេះពួកយើងរត់ចេញទៅ ចាបងមិនអាចចេញបានទេស្ដេចស្វាបានចេញមកហើយក ុំចេញទៅណាឲ្យសោះម្នាក់ក៏មិនអាចចេញបានដែរ អូយព្រះអើយខ្ញុំថាមើលទៅពួកគេសំគ្នាណាស់លោកម្ចាស់គួរតែយកស្វាដូចគ្នាជាប្រពន្ធដែរទៅ តើឯងនិយាយពីរឿងអី ខ្ញុំមិនយល់សោះលោកម្ចាស់មិនជប់ឲ្យមានមនុស្សរួមរស់ជាមួយគ្នាតែម្ដងទៅចាំបាច់អីទៅដើមគូស្នេហ៍ពួកគេធ្វើអី ល្ងងមែនយើងមិននឹងអាចជប់មនុស្សបានទៅយើងអាចជប់បានតែសត្វនិងស្វាជាបរិវារទេ អូខ្ញុំយល់ហើយ បើយល់ហើយងាប់ទៅនេះណែ តើលោកម្ចាស់ចង់ធ្វើអីទៅ អ្នកណាដែលមានចិត្តក្បត់ទោះតិចតួចក្តីក៏ត្រូវតែងាប់អញ្ចឹងដែរទទួលយកភ្លើងនេះចុះ អូយកុំអី ដោយសត្វមុនដែរដំរីក៏ត្រូវបានស្ដេចស្វាប្រើវេទមន្តដុតរហូតឆេះគ្មានសល់ អ្នកពិតជាសាហាវណាស់អ្នកមិនសមណាជាសត្វទទួលបញ្ជាពីទេពធីតាក្នុងការបង្កើតជីវិតសត្វសោះពួកឯងក៏ដូចគ្នាដែរបើនាងមិនយកយើងនឹងដុតពួកឯងចោលនៅក្នុងពេលនេះហើយ មិនដោយការចង់បានទេស្វាប្រហែលជាអស់អាយុហើយវាភ្លាមនោះស្រាប់តែគ្មានវេទមន្តហើយវាក៏រលាយរូបម្ដងបន្តិច តើមានរឿងអីហ្នឹងអត់ទេប៉ាត់ជាចម្លែកណាស់បង មែនហើយអូន ក្នុងពេលនោះដែរទេពធីតាក៏បានបង្ហាញប្រកាយចេញមកកុំចម្លែកចិត្តអីមិនថាសត្វឬក៏មនុស្សទេចូលចាំណែបើសម្រាប់ជីវិតគេកាលណានោះខ្លួនឯងនឹងខៃអាយុដូចគ្នា តាមពិតគឺអញ្ចឹងសោះទេពធីតាចុះទូលបង្គំទាំងពីរនឹងរស់នៅបានប្រមាណឆ្នាំដែរ គឺមិនច្រើនឆ្នាំទេ តើទូលបង្គំអាចសុំដល់80ឆ្នាំបានទេ មែនហើយ80ឆ្នាំទៅគ្រប់គ្រាន់ព្រោះពួកយើងត្រូវមានកូននឹងចៅមិនចឹងមែនទេបច្ចុប្បន្នអ្នកក៏អាចមានអាយុច្រើនជាងនេះទៅទៀតក៏បានដែរ តើធ្វើបែបណាទៅក្រាបទូល កុំឃ្លានតាមចង់កុំចំណងទាំងមិនកាត់ពលគឺត្រូវបរិភោគអាហារដែលមានជីវជាតិអាហារដែលមានអនាម័យទម្លាប់រស់នៅល្អចេះសម្អាតបរិស្ថានជុំវិញខ្លួននិងមានទម្លាប់ធ្វើការព្រមទាំងហាត់ប្រាណផងដែរ តាមពិតនេះជាកន្លឹះនៃអាយុវែងសោះទូលបង្គំនឹងត្រង់ត្រាប់យល់ហើយក្រាបទូល តើមានទៀតទេព្រះមេមានគឺត្រូវមានធម៌នៅក្នុងខ្លួនកុំប្រមាថកុំលបលន់កុំបំពេញកុំកេងប្រវ័ញ្ចនិងកុំខ្សែលើនោះអ្នកទាំងពីរនឹងមានអាយុវែងហើយព្រះមេខ្ញុំម្ចាស់យល់ហើយចូលរស់នៅឲ្យបានសុខចុះណាហើយស្មោះត្រង់នឹងគ្នាផងដែរយើងនៅឋានសួគ៌តាមថៃពួកអ្នកណា ក្រាបទូលសូមថ្វាយបង្គំលាក្រាបទូល ពីពេលនោះមកដែនដីនេះមនុស្សសត្វទាំងឡាយក៏មានតែសេចក្តីសុខសាន្តតរៀងទៅ យ៉ាងម៉េចដែរសម្លាញ់បានត្រីមែនទេមែនហើយបានតែថាងាប់បាត់ហើយហ្នឹងគ្នាលក់ឲ្យ10កាក់ទៅចុះគ្នាអរគុណហើយណាទោះងាប់ក៏គ្នាទិញដែរហ្នឹងហើយយកចុះចំណែកគ្នាបន្តរាវរកគុជសិនហ្នឹងហើយសំណាងល្អណាគ្នាទៅផ្ទះមុនហើយទៅចុះទៅក្រចុះអាល្ងងអើយ រឿងបរោះនឹងត្រីងាប់មួយក្បាលកា
កាលពីព្រេងនេះមានបរិះពីរនាក់ជាសម្លាញ់នឹងគ្នាហើយពួកគេទាំងពីរពិតជាមានសន្តានចិត្តចំពោះគ្នាណាស់មិនថាមានអាសន្នអ្វីឡើយពួកគេមិនបោះបង់គ្នាចោលឡើយនៅផ្ទះប្រស្នា អ្នកខ្ញុំទៅរកជីកដីយកមកធ្វើឆ្នាំងបន្ថែមសិនព្រោះពេលនេះដូចជាអស់ដីហើយ ចាន់នេះខ្ញុំរៀបចំជូនអ្នកសិនណាជូនគ្នានោះដែរនិមិត្តក៏បានមកដល់ល្មម សម្លាញ់គ្នាកំពុងតែទៅរកជីកដីតើសម្លាញ់ទៅជាមួយគ្នាទេគ្នាថាទៅតើជួនគ្នាល្មម នេះអូនរៀបចំរួចហើយ បងអរគុណអូនតោះសម្លាញ់ហ្នឹងហើយតោះ សម្លាញ់ទាំងពីរតែងជួយយកអាសាគ្នាណាហើយបើមានអាសន្នអ្វីនោះក៏ពួកគេមិនបោះបង់គ្នាចោលដែរនៅក្បែរដើមឈើធំមួយ គ្នាដូចជាឃ្លានណាសម្លាញ់គិតឆៃបាយដែលប្រពន្ធគ្នាខ្ចប់មកឲ្យសិនណាបើអញ្ចឹងសម្រាប់នៅកន្លែងនេះសិនទៅសម្លាញ់ចាំគ្នាទៅរកដងតឹងហ្នឹងហើយតដងឲ្យលឿនបន្តិចមកគ្នាកំពុងស្រែកផង នៅចិត្តដើមឈើនោះផងដែររុក្ខទេវតាមួយបានសម្គាល់ឃើញហើយទ្រង់ក៏បានពោលថា តាមពិតបរោះទាំងពីរនេះមាននិស្ស័យជាមួយយើងតើត្បិតអីក្នុងអតីតជាតិជាសម្លាញ់របស់យើងបើបែបនោះយើងគួរតែជួយពួកគេសិនទៅបាន រុក្ខទេវតាដឹងថាបរិះទាំងពីរធ្លាប់ជាមិត្តកាលពីអតីតជាតិហើយទ្រង់ក៏ចង់ប្រទានសំណាងម្យ៉ាងតែគ្រានោះទ្រង់ក៏បានឈប់បន្តិចនិងបានពោលបន្តថា មែនហើយទោះធ្លាប់ជាអតីតមិត្តភក្តិនឹងគ្នាមែនតែរវាងពួកគេទាំងពីរនាក់មានម្នាក់ដែលមិនស្មោះត្រង់យើងគួរតែសាកចិត្តបន្តិចទៅបាន មានបន្ទូលបែបនេះហើយរុក្ខទេវតាក៏បានជប់ឲ្យមានធំដ៏ស្អាតមួយនៅចំពោះមុខប្រស្នាដែលកំពុងតែដងទឹកនៅក្នុងអូ យើងចង់ដឹងណាស់បើប្រស្នាបានឃើញធោមាសនោះតើគេនឹងលាក់ទុកយកម្នាក់ឯងដែរទេ ប្រស្នាវិញនោះគ្រាន់តែបានឃើញធំមាសគាត់ក៏បានលន់មាត់ថា ធោនេះអីក៏ស្អាតម្ល៉េះធោមាសថ្មីបែបនេះមុខជាមានតម្លៃណាស់ រុក្ខទេវតាតាមសម្លឹងមើលរហូតហើយក៏រំពឹងថាប្រស្នានឹងយកធំមាសផងដែរតែថាប្រស្នាពលចប់គាត់មិនយកនោះទេ មិនក៏សម្លាញ់ប្រស្នាមិនយកបែបនេះមិនដឹងថាធោនេះអាចធ្វើឲ្យគេខ្លាចជាអ្នកមានដោយមិនបាច់ធ្វើការទេអីធោនេះស្អាតមែនហើយតែខ្ញុំថាខ្ញុំមិនអាចយកបានទេធោស្អាតហើយថ្មីគ្មានប្រឡាក់អីបែបនេះគឺច្បាស់ជាមានម្ចាស់ហើយ ប្រស្នាពលបែបនេះហើយគាត់ក៏បានយកស្លឹកឈើគ្រប់បន្តិចរួចក៏បានដើរចាកចេញទៅ ប្រស្នាពិតជាគ្មានភាពលោភលន់បន្តិចសោះមិនខុសពីអតីតជាតិទេតែថាចុះនិមិត្តវិញនោះ មានបន្ទូលបែបនេះចប់ហើយរុក្ខទេវតាក៏សម្ដៅទៅបញ្ឆោតចិត្តនិមិត្តវិញម្ដង មកវិញហើយល្អណាស់គ្នាសុំហូបទឹកបន្តិចសិនមកណែហូបទៅគ្នាមើលបាយសំណុំរបស់គ្នាសិនមើលមិនដឹងជាអូនមេតាដាក់អ្វីមកខ្លះទេណែសម្លាញ់អញហូបចុះណាមុននេះគ្នាហូបរួចហើយឥឡូវគ្នាទៅរកមើលបេះផ្លែឈើដើម្បីយកមកធ្វើជាបង្អែមលាងមាត់បន្តិចសិនណាហ្នឹងហើយទៅចុះតែប្រយ័ត្នផងណា និមិត្តដូចគ្នាពេលដែលគាត់ទៅដល់កន្លែងមួយស្រាប់តែគាត់ក៏បានសម្គាល់ឃើញថាមានថង់មាសមួយថង់ ចំកញ្ចប់មាសរបស់អ្នកណាគេអញ្ចេះបើបានយកទៅចាយឬក៏យកទៅធ្វើដើមទុនមកជាបានប្រសើរមិនខានទេយើងគិតតែថង់មាសនោះនិមិត្តមកជាយកឲ្យមើលទៅសម្លាញ់ឯងយកទៅចែកប្រស្នាផងចុះ មិនដូចការរំពឹងទេនិមិត្តបែរជាយកស្លឹកឈើគ្រប់ហើយបានដើរចេញដូចគ្នា មើលទៅសម្លាញ់យើងទាំងពីរពិតជាស្មោះត្រង់ណាស់មិនចេះលោភលន់សោះ ទោះបីសម្គាល់ឃើញថាបរិះទាំងពីរមិនមានសេចក្តីលោភលន់ក៏ដោយប៉ុន្តែរុក្ខទេវតានៅតែបន្តចង់ជួយក្នុងនាមជាអតីតមិត្តនឹងគ្នានៅចេះជើងភ្នំ មានតែប្រែកាឡាទេទើបអាចសាកចិត្តមិត្តភក្តិទាំងពីរបន្តទៀតបាន រំពេចនោះដែររុក្ខទេវតាក៏បានប្រែក្រឡាคล้ายទៅជាបរិះចំណាស់ម្នាក់ដែលមានដំបៅពេញខ្លួនហើយទ្រង់ក៏បានសម្ដៅទៅរកមិត្តភក្តិរបស់ទ្រង់ទាំងពីរ សួស្តីចៅ
តែចៅជាអ្នកធ្វើក្អមឆ្នាំងមែនទេ បាទមែនហើយលោកតាពួកយើងគឺជាអ្នកធ្វើក្អមឆ្នាំងដ៏ប្រកែកជាងគេនៅក្នុងភូមិតើលោកតាត្រូវការក្អមឆ្នាំងមែនទេ មែនហើយចៅតាពិតជាចង់បានណាស់ព្រោះតែតាអត់មានអីដាំបាយហូបទេបើបានក្អមឬក៏ឆ្នាំងដីគឺពិតជាប្រសើរពេកណាស់ ចុះតាមានប្រាក់ដែរទេ តាអត់មានប្រាក់ទេចៅអើយ ហេតុនេះក៏ចង់សុំតេមែនទេតាពួកយើងក្រណាស់បើពួកយើងធ្វើឲ្យតេអញ្ចឹងពួកយើងមិនខាតប្រាក់ដាច់ពោះស្លាប់ទៅហើយទេអីតែគ្នាគិតថាគ្នាអាចធ្វើជូនគាត់បានសូមសម្លាញ់កុំប្រកែកនឹងគាត់អីបើសម្លាញ់ឯងចង់ធ្វើក្អមឆ្នាំងដោយមិនគិតលុយពីគាត់ទេចូលសម្លាញ់ឯងធ្វើតែម្នាក់ឯងទៅគ្នាមិនចូលរួមទេព្រោះគ្នាកំពុងតែគ្មានប្រាក់ទិញអង្គដាំបាយផងហ្នឹងអូមិនអីទេទោះបីជាគ្នាក្រប៉ុន្តែលោកតាម្នាក់នេះគាត់ច្បាស់ជាលំបាកជាងយើងទៅទៀតហេតុនេះខ្ញុំនឹងធ្វើជូនគាត់ចុះ អរគុណហើយណាចៅពិតជាមានទឹកចិត្តល្អមែនតែចៅអាចធ្វើឲ្យតាក្នុងពេលនេះបានទេ បានតាលោកតាប៉ុន្តែបើសិនជាលោកតាចង់បាននៅពេលនេះចៅធ្វើមិនបានស្អាតនោះទេពីព្រោះអីសម្ភារៈធ្វើនៅផ្ទះទាំងអស់ហ្នឹង មិនអីទេចៅតាអាចចាំបានណាហើយធ្វើតែឆ្នាំងធម្មតាបានហើយមិនចាំស្អាតពេកទេឲ្យតែមានរូបរាងទៅបានហើយ បើអញ្ចឹងចាំខ្ញុំធ្វើជូនលោកតាក្នុងពេលនេះតែម្ដងទៅតែថាថ្ងៃក្រោយលោកតាអាចទៅរកខ្ញុំបានខ្ញុំនឹងធ្វើក្អមឲ្យស្អាតឲ្យមាំសម្រាប់លោកតាមួយផ្សេងទៀតសម្លាញ់តាសម្លាញ់ឯងឈួតឲ្យមែនទេទម្រាំតែធ្វើបានមួយប្រើពេលយូរណាបើធ្វើបែបនេះសម្លាញ់ឯងមុខจะគ្មានថ្ងៃមានបានទេមិនអីទេសម្លាញ់បើសម្លាញ់បញ្ញាំសម្លាញ់តែមុនចុះចំណែកគ្នាចង់ធ្វើជូនលោកតាសិន និយាយចប់ហើយប្រស្នាក៏បានយកដីឥដ្ឋមកលីជាមួយទឹកមួយចំនួនតបចោះដំឡើងរហូតបង្កើតបានជាក្អមតូចមួយបន្ទាប់មកគាត់ក៏បានធ្វើការដុតភ្លើងនោះដើម្បីឲ្យក្អមរឹងនិងអាចប្រើបាន តាធ្វើបានហើយនៅចៅ បានហើយលោកតាតែក្អមនេះប្រើបានតែមួយរយៈប៉ុណ្ណោះបើលោកតាចង់បានក្អមមាំល្អប្រហែលថ្ងៃក្រោយទៀតលោកតាទៅផ្ទះខ្ញុំចុះចាំខ្ញុំធ្វើជូនលោកតាមួយទៀតហើយគ្នាដូចជាមិនចង់ចំណាយពេលនៅជាមួយឯងទេគ្នាទៅមុនហើយណាហ្នឹងហើយសម្លាញ់ទៅមុនចុះគ្នាសុំនៅបង្ហើយបន្តិចទៀតសិន គ្រាន់តែប្រស្នាធ្វើក្អមដីនោះរួចរាល់លោកតាចាស់ក៏បានយកក្អមនោះមកកាន់នៅក្នុងដៃហើយស្រាប់តែគាត់បានហុចក្អមនោះត្រឡប់ទៅប្រស្នាវិញ តាមានរឿងអីទៅលោកតាក្អមនេះមិនអាចយកទៅប្រើការបានទេមែនទេគ្នាក៏គិតថាមិនអាចយកទៅប្រើបានដែរបើឯងធ្វើលឿនដល់ថ្នាក់នេះនោះ មិនមែនស្នាដៃចៅមិនអាចប្រើបាននោះទេក៏ប៉ុន្តែតាចង់ឲ្យចៅកាន់ក្អមនេះនៅក្នុងដៃសូមចៅទទួលយកវាចុះ បានបើអញ្ចឹងចៅនឹងទទួលយកវាម្យ៉ាងទៀតចៅក៏ចង់មើលដែរថាតើវាមិនល្អទៅណាឬក៏វាមិនអាចប្រើបានយ៉ាងម៉េចយ៉ាងម៉ាចាំចៅធ្វើថ្មីជូនលោកតា គ្រាន់តែប្រស្នាកាន់ក្អមនោះនៅក្នុងដៃភ្លាមនោះស្រាប់តែនៅក្នុងក្អមពោពេញទៅដោយមាសពីពេញក្អមតែម្ដង ហាមានរឿងអីហ្នឹងមិនបាញ់ជាក្អមនេះមានកាក់មាសច្រើនដូច្នេះមែនហើយហេតុអីបាញ់ជាក្អមនេះពោពេញទៅដោយកាក់មាសដូច្នេះ នេះគឺជារង្វាន់លើកទឹកចិត្តដ៏ល្អរបស់ចៅនោះឯងសូមចៅទទួលយកចុះណា តាមានរឿងអីហ្នឹងតាជានរណាមកពីណា តាមិនមែនជាមនុស្សធម្មតាទេតាគឺជាទេវតាណាចៅ តើបានន័យថាម៉េចលោកតាមកនេះដើម្បីផ្ដល់រង្វាន់សម្រាប់ចៅមែនទេ គឺពិតមែនហើយសូមចៅយកវាត្រឡប់ទៅផ្ទះហើយយកធ្វើជាដើមទុនរកស៊ីចុះ ចុះខ្ញុំវិញនោះលោកតាខ្ញុំមិនបានទទួលរង្វាន់អីទេមែនទេ ចៅមិនបានទទួលរង្វាន់អីទេព្រោះចៅមានបានធ្វើក្អមឲ្យតាឯណាលុះត្រាតែចៅធ្វើវាមួយទៀត
ចៅពិតជាចង់ធ្វើឲ្យលោកតាណាប៉ុន្តែមេចិត្តយប់ទៅហើយហ្នឹងចាំថ្ងៃក្រោយលោកតាយកបានទេហើយវាក៏ជាក្អមដែលល្អរឹងមាំទៀតផងគិតអញ្ចេះចុះនិមិត្តយកមាសពាក់កណ្ដាលទៅណាព្រោះយើងគឺជាមិត្តសម្លាញ់នឹងគ្នាមិនអាចយកវាតែម្នាក់ឯងបានទេហ្នឹងហើយបើអញ្ចឹងឯងឆាប់ឲ្យយើងមក អ្នកទាំងពីរពិតជាមានទឹកចិត្តល្អចំពោះគ្នាមែនគួរឲ្យគោរពនៅការស្រឡាញ់រាប់អានគ្នានេះណាតាសូមជូនពរឲ្យអ្នកទាំងពីរคล้ายទៅជាឈ្មួញដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញមានទ្រព្យហូរហៀផងទៅចោ ខ្ញុំសូមអរគុណឲ្យលោកតាចំពោះរង្វាន់ដ៏មានតម្លៃនេះ រុក្ខទេវតាពោលចប់ហើយទ្រង់ក៏បានបំបាំងកាយចេញបាត់ទៅចំណែកបរិសទាំងពីរនោះក៏បានចែកមាសប្រាក់គ្នាពិតមែនលុះចែកហើយនោះពួកគេក៏បានត្រឡប់ទៅផ្ទះវិញនៅផ្ទះប្រស្នា អូនមេតាបងត្រឡប់មកវិញហើយ មកវិញហើយមែនទេបងហេតុអីក៏ថ្ងៃនេះមកជិតម្ល៉េះ គឺបងមានកិច្ចការមួយចំនួនដែលជួបប្រទះនៅក្នុងពេលដែលបងទៅជីកដីអិនហ្នឹងណាអូនមើលចុះនេះគឺជាមាសដែលបងបានទទួលពីលោកតាម្នាក់ទៀតផង តើនេះគឺជាកាដូឬមួយក៏ជាអ្វីទៅបងអូនបារម្ភណាស់ទៅលើមាសប្រាក់ទាំងអស់នេះព្រោះសុកក៏បានមកច្រើនយ៉ាងនេះ មិនអីទេអូននេះគឺជារង្វាន់ដែលលោកតាទិញក្អមពីបងតាអូនយកវាទៅទុកដាក់ចុះពួកយើងនឹងមានប្រាក់ទិញអង្គនឹងធ្វើជាដើមទុនបន្តទៀតហើយ ចាបងបន្ទាប់ពីជួបរឿងរ៉ាវបែបនេះហើយមេតានិងប្រស្នាក៏បានគិតថានឹងពង្រីកមុខរបរធំជាងមុនចំណែកឯនិមិត្តវិញនោះក្រោយបានជួបរឿងនេះហើយគាត់ក៏បាននឹកឃើញគំនិតបន្តទៀតថានៅផ្ទះនិមិត្ត អូនបងទៅព្រៃបន្តិចណា តើបងទៅណាមិនជប់ទៅហើយនឹងបង មិនអីទេចាំបងបន្តិចធានាថាអូនមិនខកចិត្តទេ ចាបងក្នុងរាត្រីនោះនិមិត្តបានសម្ដែងទៅដល់កន្លែងមួយដែលគាត់បានលាក់មាសទុកនោះអី អ្នកណាដែលថាមិនចង់បានមាសនោះមិនយកវាគួរឲ្យស្ដាយណាស់ឃើញមាសហើយមិនយកមានតែមនុស្សល្ងងតែដែលកាលនោះយើងមិនយកព្រោះយើងមិនចង់ឲ្យប្រស្នាដឹងតា និយាយបែបនេះហើយនិមិត្តក៏បានយកមាសទៅផ្ទះយ៉ាងរីករាយចំណែករុក្ខទេវតាវិញនោះក៏បានបង្ហាញប្រកាយមកម្ដងទៀតនិងមានបន្ទូលថា តាមការពិតគឺអញ្ចឹងសោះចុះប្រស្នាវិញនោះតើគេនឹងមកយកធោមាសនោះដែរទេសម្លាញ់ទាំងពីរនេះធ្វើឲ្យយើងស្មានចិត្តមិនត្រូវទាល់តែសោះ ថ្ងៃមួយសម្លាញ់ទាំងពីរបានមកកាប់ដីម្ដងទៀតលឺហត់ពេកពួកគេក៏បានសម្រាកលក់នៅក្រោមដើមជ្រៃដ៏ធំមួយ មើលទៅមានតែវិធីនេះទេទើបអាចស្មានចិត្តដឹងថាអ្នកណាល្អពិតអ្នកណាបោកនិងអ្នកណាដែលយើងគួរទៅជួយនៅក្នុងជាតិនេះ រុក្ខទេវតាបាននិមិត្តសុបិនមួយសម្រាប់ពួកគេដោយឲ្យពួកគេអាចទៅដល់ឋានសួគ៌និងមានក្តីសោយសុខសម្បត្តិទៅផងដែរហើយការសោយសុខនេះមនុស្សនឹងបង្ហាញធាតុពិតចេញមកមិនខានឡើយនៅឯឋានសួគ៌ ទូលបង្គំសប្បាយចិត្តណាស់ដែលបានកើតមកជាទេវតាបែបនេះទូលបង្គំក៏ដូចគ្នាដែរតែថាទូលបង្គំដូចជាមិនទម្លាប់តល់តែសោះបានជាកើតជាទេវតាទៅហើយទូលបង្គំមិនចង់ទៅវិញទេទោះថាមិនទម្លាប់ក៏ដោយមើលចុះទូលបង្គំអាចហោះហើរនិងមានអាហារទិព្វសពយ៉ាងទាំងអស់ទូលបង្គំមិននឹកស្មានតែកើតជាទេវតាអស្ចារ្យបែបនេះសោះណោះអូមែនហើយទូលបង្គំហោះលេងបន្តិចសិន និមិត្តបានហោះអណ្ដែតឡើងលុះបានបន្តិចគាត់មិនអាចហោះឡើងតទៅទៀតបានទេ មិនក៏ទូលបង្គំមិនអាចហោះបានទៀតអញ្ចឹងឬមួយក៏សិលរិទ្ធានុភាពទូលបង្គំនៅតិចពេកទេដឹងតែយ៉ាងណាក៏រាប់ថាអស្ចារ្យដែរក្រាបទូល នៅក្នុងសុបិននេះបរិសទាំងពីររីករាយណាស់តែលុះបានបន្តិចនោះស្រាប់តែគ្រប់សកម្មភាពប្រស្នាគឺអស្ចារ្យជាងនិមិត្តគ្រប់សពទាំងអស់ មិនសមសោះជាទេវតាតំណាលគ្នាតែមិនក៏ប្រស្នាល្អជាងខ្ញុំបែបនេះមើលចុះវាអាចហោះអាចប្រើសិលបានខ្លាំងខ្លាណាស់ គិតបែបនេះហើយនិមិត្តមិនសុខចិត្តទេហេតុនេះគាត់ក៏បានធ្វើរឿងមួយនឹកស្មានមិនដល់
ដោយអំណាចសិលរបស់យើងសូមឲ្យនាយប្រស្នានេះធ្លាក់ទៅឋានកណ្ដាលវិញភ្លាមហើយកុំឲ្យវាខ្លាយជាទេវតាឲ្យសោះ ប្រស្នាហេតុថាមិនដឹងខ្លួនយុទ្ធសាស្ត្ររបស់និមិត្តក៏បានធ្វើឲ្យគាត់ហោះលេងនឹងទៀតហើយហេតុនេះគាត់ក៏បានចាប់ផ្ដើមភ័យជាខ្លាំង អើតាមានរឿងអីអញ្ចេះមិនក៏ខ្ញុំសម្លាញ់ហើយយ៉ាងម៉េចទៅហើយនងគ្នាដូចជាធ្លាក់ទៅឋានកណ្ដាលវិញហើយសម្លាញ់ជួយគ្នាផងសម្លាញ់ ឃើញថាប្រស្នាធ្លាក់ទៅឋានកណ្ដាលវិញនោះនិមិត្តក៏បដូរពីពាក្យថាសម្លាញ់ទៅជាពាក្យថា ទៅងាប់ចុះឯងគ្មានថ្ងៃល្អដូចជាយើងទេវើយមានតែយើងទេដែលអាចសោយសុខសម្បត្តិទៅបាន និមិត្តចិត្តច្រណែនតែប្រស្នាមិនដឹងនោះទេចំណែកកាលដែលធ្លាក់ពីឋានសួគ៌នេះក៏មិនបានដឹងថានិមិត្តជាអ្នកធ្វើដែរ ប្រសើរណាស់ចូលឯងកុំធ្វើជាទេវតាទៀតអីទៅរស់នៅឋានមនុស្សប្រកបធ្វើជាស្មូនឆ្នាំងបន្តទៀតទៅចុះ នៅចិត្តកន្លែងបរិះទាំងពីរដែលកំពុងតែលងលូឃើញបែបនេះហើយរុក្ខទេវតាក៏មានបន្ទូលថា តាមពិតទៅក្នុងចិត្តពួកគេចង់ខ្លាយជាទេវតាសោះប៉ុន្តែម្នាក់ទៀតដូចជាមានចិត្តមិនស្មោះឡើយពេលនេះយើងបានដឹងការពិតហើយថាអ្នកណាដែលយើងគួរទៅតាមជួយថែរក្សានោះ ក្រោយមានបន្ទូលបែបនេះហើយទ្រង់ក៏បានធ្វើឲ្យបរិះទាំងពីរដឹងខ្លួនភ្ញាក់ពីសុបិនមកវិញ សម្លាញ់គ្នាយសំមុននេះល្អណាស់គ្នាបានទៅដល់ឋានសួគ៌ទៀតផងទីនោះអស្ចារ្យមែនទែនគ្រប់យ៉ាងក៏សុទ្ធតែជារបស់ទិព្វទាំងអស់នេះសម្លាញ់ឯងក៏សុបិនដូចគ្នាដែរតែជួនគ្នាណាស់គ្នាពិតជាស្រួលខ្លួនមែនទែនដែលបានហោះហើរបែបនេះគ្នាដូចជាចង់ខ្លាយជាការពិតដល់ហើយមែនហើយគួរឲ្យស្ដាយណាស់ទោះតែថាសុបិននេះវាលឿនពេកមិនអីទេពួកយើងទៅកាប់ដីឥដ្ឋវិញទៅនឹងអាលបានឆាប់ទៅផ្ទះវិញហ្នឹងហើយតោះតាមពិតទៅបរិះម្នាក់មានចិត្តល្អម្នាក់ទៀតមិនល្អសោះមនុស្សអើយមនុស្សលោកពិតជាមានល្បិចកលមែនណោះល្អមុខអាក្រក់ក្រោយ រុក្ខទេវតាពលហើយទ្រង់ក៏បានតាមដានសកម្មភាពរបស់ពួកគេបន្តទៀតដែរនៅចិត្តមាត់និយាយអញ្ចឹងសម្លាញ់ប្រពន្ធគ្នាចង់ហូបត្រីរស់ណាស់តែនៅផ្សារមិនមានលក់សោះគ្នាគិតតែចង់ទៅចាប់ត្រីនៅទីនេះសិនសម្លាញ់ទៅមុនចុះថាទៅគ្នាក៏មានក្អមឆ្នាំងច្រើនដែរបើទៅចាប់ត្រីក៏សបាយមួយយ៉ាងហើយមួយយ៉ាងទៀតប្រពន្ធគ្នាក៏ចង់ហូបខ្យងផងដែរហ្នឹងបើអញ្ចឹងពួកយើងរកនៅកន្លែងនេះតែម្ដងទៅសម្លាញ់ហ្នឹងហើយ មិនបងអង្គយឺពួកគេក៏បានចុះទៅក្នុងទឹកលោកបានមួយសន្ទុះព្រះមហេសីក៏បានយាងចូលមកលោកទាំងពីរកំពុងតែធ្វើអ្វីនឹង សូមថ្វាយបង្គំព្រះមហេសីគឺទូបង្គំកំពុងទៅរកត្រីចំណែកទូបង្គំកំពុងតែរាវរកខ្យងក្រាបទូល មើលទៅពួកលោកពិតជាប្រកែកហែលទឹកណាស់បើដូច្នេះយើងសូមពឹងលោកទាំងពីររឿងមួយបានទេ តែជាអ្វីទៅក្រាបទូលសូមទ្រង់មានបន្ទូលមកចុះ គឺថាយើងបានជ្រុះគុជមានតម្លៃមួយគ្រាប់នៅក្នុងទឹកនេះយើងចង់យកវាទៅជូនជាកាដូសម្រាប់ព្រះរាជាហេតុនេះលោកអាចរកវាមកវិញបានទេ បានតើក្រាបទូលគុជនេះមុខជាមានន័យសម្រាប់ទ្រង់នឹងបកគោណាស់ហើយហេតុនេះចាំទូលបង្គំព្យាយាមនៅក្នុងពេលនេះចុះចុះបើទូលបង្គំរកឃើញតើទូលបង្គំនឹងបានរង្វាន់អីដែរក្រាបទូល ប៉ិតណាស់យើងនឹងជូនរង្វាន់មាសយ៉ាងច្រើនទុកចិត្តចោះរង្វាន់នោះមិនបាច់ឲ្យពួកលោកធ្វើការហត់ទៀតទេ ទុកចិត្តចុះទូលបង្គំនឹងរាវរកឲ្យទាល់តែឃើញក្រាបទូល សូមធ្វើវាចោះណាយើងជាងទៅនគរវិញហើយយើងនឹងរងចាំដំណឹងល្អពីលោកណា ក្រាបទូល ប្រស្នាព្យាយាមណាស់តែថាគាត់រកមិនឃើញទេចំណែកនិមិត្តវិញនោះមិនចឹងទេមើលចោះគាត់បានរកឃើញហើយ អាយ៉ាស្អាតណាស់ពិតជាគុជនេះមិនខានទេមែនហើយបើយើងឲ្យអាសនាដឹងវាមុខជាដណ្ដើមចំណែកយើងដែរហើយលាក់ទុកសិន គិតបែបនេះហើយនិមិត្តក៏បានលះគុជនោះហើយក៏បាននិយាយថា ណែអាសម្លាញ់ណា
គ្នាដូចជាឃើញត្រីធំណាស់នៅចិត្តនោះគ្នាទៅរកចាប់វាសិនបើសម្លាញ់ឃើញត្រីអញ្ចឹងល្អហើយតែគ្នាវិញចាប់មិនបានមួយសោះវ៉ៃព្រោះសំបីតែសមោលក៏គ្នារកមិនឃើញផងណាលើគ្នាថាឃើញត្រីក៏ល្អថាមិនឃើញឬមួយក៏ចាំសុំគ្នាហូបមែនទេមិនអីទេចាំគ្នាលក់ឲ្យណាប្រពន្ធគ្នាចង់ហូបណាបើសម្លាញ់ចាប់បានគ្នានឹងសុំទិញណាគ្នាមិនសុំឯងទេអញ្ចឹងបានល្អគ្នាទៅចាប់សិនហើយអញ្ចឹងនិយាយចាប់ហើយនិមិត្តក៏ធ្វើទៅជាចាប់ត្រីនៅក្នុងគោលបំណងចង់លាក់គូចលុះលាក់ហើយនោះក៏ធ្វើជាចាប់ត្រីបន្តហើយដូចជាគ្មានត្រីសោះបើរកបានមុខជាលក់បានប្រាក់ពីអាស្នាមខានទេមិនដឹងថាជាសំណាងឬក៏យ៉ាងណាទេនិមិត្តក៏បានឃើញមានត្រីមួយលត់ឡើងលើគោកតែម្ដងចំអីក៏ហេងម្លឹងថ្ងៃនេះត្រីរស់វាលោតមែនហើយតែត្រីនោះលត់ឡើងមកសុកក៏បានងាប់មិនកម្រើកសោះឡើយស្ដាយដល់ហើយបើវារស់មុខជាលក់បានថ្លៃតែមិនអីទេងាប់ក៏បានដែរអាស្នាអាស្នាយ៉ាងមិនដែរសម្លាញ់បានត្រីមែនទេមែនហើយបានតែថាងាប់បាត់ហើយហ្នឹងគ្នាលក់ឲ្យ10កាក់ទៅចុះគ្នាអរគុណហើយណាទោះងាប់ក៏គ្នាទិញដែរហ្នឹងហើយយកចុះចំណែកគ្នាបន្តរាវរកគុជសិនហ្នឹងហើយសំណាងល្អណាគ្នាទៅផ្ទះមុនហើយទៅចុះទៅក្រចុះអាល្ងងអើយប្រស្នាក៏បានដើរចេញនិយាយចាប់និមិត្តក៏បានទៅរកគុជដែលគាត់បានលាក់ចំណែកឯរុក្ខទេវតាក្រោយឃើញសពការហើយនោះក៏បានមានបន្ទូលថាអ្នកណាសាងល្អនឹងបានល្អថ្ងៃនោះនៅពេលដែលប្រស្នាវះពោះត្រីងាប់មួយក្បាលដែលគាត់បានទិញនោះគាត់ក៏បានសម្គាល់ឃើញថាព្រះអើយតាមពិតគុជនៅក្នុងពោះត្រីសោះអញ្ចឹងតើបានជារាវរកមិនឃើញសោះតាមមានអ្វីមែនទេបងអូណាមើលនេះគឺជាគុជព្រះមហេសីដែលជ្រុះបាត់ណាគុជនេះមានន័យចំពោះស្នេហាត្រង់ណាមនុស្សល្អទេវតាតាមថែតាមពិតរុក្ខទេវតាបានធ្វើឲ្យមានត្រីលេបគុជដែលនិមិត្តបានលាក់ទុកតែនិមិត្តលោភលន់ពេកក៏លួចឲ្យប្រស្នាទាំងមិនដឹងថាមានគុជផងទេបានចឹងពួកយើងចូលវាទៅថ្វាយត្រង់ទៅបងបានអូនតោះទៅមិនបងអង្គយឺប្តីប្រពន្ធស្មោះត្រង់ទាំងពីរក៏បានទៅដល់រាជវាំងនិងបានប្រគល់គុជជូនព្រះមហេសីរួចរាល់យើងរំភើបព្រះតីណាស់លោកសេនារៀបចំសម្លៀកបំពាក់ថ្មីដីចំការនិងផ្ទះប្រណិតសម្រាប់ពួកគេផងទៅសូមអរព្រគុណណាស់ក្រាបទូលម្យ៉ាងយើងនឹងសង់ហាងក្អមឆ្នាំងដ៏ធំមួយជូនទៅកាន់លោកផងចុះសូមអរព្រគុណព្រះមហេសីនេះគឺជាកិត្តិយសនិងជាសំណាងធំពេកណាស់ព្រះមេក្រោយទទួលបានរង្វាន់ដ៏ច្រើននេះពួកគេក៏កាន់តែធូរធារហើយថ្ងៃមួយពួកគេក៏បានទៅដល់កន្លែងមួយនៅចេះមកទៅគុជនោះបងលាក់ឯណាទៅច្រើនថ្ងៃហើយរកមិនឃើញសោះអញ្ចឹងបើមិនជួយរាវផងបានអីឃើញនោះប្រឹងទៀតទៅកុំល្អូពេកមើលមិនរកទេបងនេះល្ងងណាស់ក្អមក៏មិនធ្វើចំណាយពេលមករាវរកគុជឥឡូវឯណាគុជនោះគ្មានទេមានតែខាត់ពេលប៉ុណ្ណោះសម្លាញ់រកត្រីមែនគឺរកគុជហ្នឹងណានេះមិនក៏ឯងស្អាតបានម៉េចវ៉ៃមិនលាក់បាំងអីទេសម្លាញ់គ្នាបានរកឃើញគុជនោះនៅក្នុងពោះត្រីដែលសម្លាញ់លក់ឲ្យគ្នានោះណាឥឡូវនេះគ្នាបានធូរធានណាមានន័យថារកអត់ប្រយោជន៍សោះបងឃើញទេបងល្ងងណាស់លោកពេកបែរជាមិនបានអីទេមិនអាចទេមិនពិតទេនិមិត្តនិយាយលេងចេញអ្វីទាំងអស់ហើយហេតុថាច្រណែនផងស្ដាយផងខឹងផងគាត់ក៏បានបែកទ្រូងក្អួតឈាមស្លាប់បាត់ទៅបងពុទ្ធោសម្លាញ់ព្រះហើយសម្លាញ់ហើយសម្លាញ់មនុស្សធ្វើទេវតាឃើញសាំងល្អបានល្អសាំងអាក្រក់បានអាក្រក់